បាទជំរាបសួរបងប្អូនទាំងអស់គ្នាvừaមកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតជាមួយនឹងការសង្ខេបសាច់រឿងប្រយុទ្ធទៅកាន់មេឃាភាគ 177A ដែលជាភាគបន្តហើយដូចគ្នាដែរមុននឹងចូលទៅកាន់សាច់រឿងសូមបងប្អូនកុំភ្លេចជួយចុច like subscribe ក៏ដូចជាចូល comment លេងម្នាក់មួយផងហើយសម្រាប់បងប្អូនដែលមានទឹកចិត្តក៏អាចជួយចេញថ្លៃថ្នាំពេទ្យឲ្យ admin បានផងដែរបាទដោយសារតែឈឺអញ្ចឹងណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចូលទៅកាន់សាច់រឿងរបស់យើងជាបន្តបាទចាប់ផ្ដើមឡើងនៃសាច់រឿងនៅពេលនេះដែរសៀវយានគេក៏បានកាត់នៅច្រវាក់ចុងក្រោយចោលចេញពីដៃរបស់យ៉ាវមីងហើយបន្តមកគេក៏បាននិយាយថាស្ថានភាពរបស់យ៉ាវមីងឥឡូវនេះគឺមិនសូវជាល្អប៉ុន្មាននោះទេដោយសារតែធម៌ពលកម្លាំងធាតុគឺអស់ពីខ្លួនទៅហើយម្យ៉ាងវិញទៀតនោះរាងកាយរបស់គេគឺពិតជាទន់ខ្សោយខ្លាំងមែនទែននៅក្នុងខណៈពេលនេះហើយដូច្នេះហើយសៀវយានគេក៏បាននិយាយថាពួកគេគួរតែប្រញាប់ប្រញាល់ចាក់ចេញពីបឹងនីតិខេត្តរដូវលឿននេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានទៅចំណែកឯយ៉ាវមីងគេក៏បានយល់ព្រមទៅនឹងពាក្យសម្ដីរបស់សៀវយានផងដែរហើយបន្តមកគេក៏បានធ្វើការអរគុណទៅកាន់សៀវយានចឹងណាហើយកែវភ្នែករបស់គេនៅពេលនេះគឺបានសម្លឹងមើលទៅកាន់សៀវយានដោយក្តីរំភើបខ្លាំងមែនទែនមុនពេលដែលគេបាននិយាយថាវាគឺពិតជាមិននឹកស្មានដល់នោះទេដែលខ្ញុំយ៉ាវមីងគឺអាចស៊ូទ្រាំរហូតមកដល់ពេលឥឡូវនេះនៅទីបំផុតខ្ញុំគឺមានសេរីភាពវិញហើយថាបែបនេះរួចហើយយ៉ាវមីងគេក៏បាននិយាយអរគុណទៅកាន់សៀវយានថាលោកប្អូនសៀវយានខ្ញុំគឺពិតជាអរគុណលោកប្អូនខ្លាំងណាស់ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំនៅពេលអនាគតបន្ទាប់ពីខ្ញុំបានកម្ចាត់អាសត្វដេរិឆានទាំងពីរនាក់នោះហើយនោះខ្ញុំនឹងប្រើប្រាស់កម្លាំងទាំងអស់របស់កុលសម្ព័ន្ធពោធិ៍ថ្លាន់ធរណីទាំង9ដើម្បីបំពេញរាល់តម្រូវការរបស់លោកប្អូនដែលបានស្នើលើដូច្នេះហើយសៀវយានគេក៏បានងក់ក្បាលហើយក៏បានបញ្ចេញនៅស្នាមញញឹមយ៉ាងពេញចិត្តផងដែរហើយបន្តមកគេក៏បានដកដង្ហើមយ៉ាងធូរស្រាលនៅក្នុងចិត្តរបស់គេព្រោះថាយ៉ាវមីងម្នាក់នេះគឺមិនមែនជាមនុស្សដែលរមើលគុណនោះឡើយគិតបែបនេះរួចហើយសៀវយានគេក៏បានដកនៅដបត្បូងមួយក្នុងគណៈពេលដែលគេបានប្រគល់វាទៅកាន់យ៉ាវមីងហើយនិយាយថានេះគឺជាក្របថ្នាំចម្រើនកម្លាំងធាតុហើយស្ថានភាពរបស់លោកនៅពេលបច្ចុប្បន្ននេះគឺពិតជាទន់ខ្សោយខ្លាំងណាស់ហើយដូច្នេះហើយលោកគឺត្រូវតែធ្វើការស្ដារនៅកម្លាំងធាតុរបស់លោកត្រឡប់មកវិញហើយបន្ទាប់ពីកម្លាំងធាតុរបស់លោកបានឈានទៅដល់ចំណុចកំពូលវិញហើយនោះពួកយើងនឹងទៅដោះស្រាយបញ្ហាជាមួយនឹងយ៉ាវសៀវធានដល់ទីកន្លែងតែម្ដងលើដូច្នេះហើយយ៉ាវមីងគេក៏មិនបានស្ទាក់ស្ទើរនោះដែរភ្លាមៗនោះគេក៏បានយកក្របថ្នាំចេញពីដបត្បូងមួយនោះក្នុងគណៈពេលដែលគេបានលេបក្អឹកចូលទៅក្នុងពោះរបស់គេចំណែកឯសៀវយាននៅពេលដែលបានឃើញដូច្នេះហើយគេក៏បានបញ្ចេញស្នាមញញឹមបន្តិចផងដែរហើយបន្តមកគេក៏បាននិយាយថាបើបែបនឹងទៅហើយនោះតើពួកយើងគឺវាដល់ពេលវេលាហើយដែលត្រូវចាក់ចេញពីទីកន្លែងមួយនេះថាបែបនេះរួចហើយពួកគេទាំងពីរនាក់ក៏មិនបង្អង់ពេលយូរនោះដែរក្នុងគណៈពេលដែលរាងកាយរបស់ពួកគេគឺហាក់បីដូចជាព្រួញទឹកដែលបានបាញ់សម្ដៅឡើងទៅផ្នែកខាងលើនៃបឹងមួយនេះនៅក្នុងកំឡុងពេលធ្វើដំណើរសៀវយានគេក៏បានលេបនៅក្របថ្នាំចម្រើនកម្លាំងធាតុ2 3គ្រាប់ផងដែរហើយនោះគឺដោយសារតែចាប់តាំងពីគេបានចូលមកកាន់បឹងមួយនេះគឺវាមានរយៈពេលយូរណាស់មកហើយដូច្នេះហើយកម្លាំងធាតុដែលនៅក្នុងខ្លួនរបស់គេក៏ត្រូវបាត់បង់មួយចំនួនធំផងដែរហើយវាក៏ជាសំណាងល្អផងដែរដែលសៀវយានមិនបានជាប់ពាក់ព័ន្ធហើយនឹងធ្វើការប្រយុទ្ធជាមួយនឹងវងសត្វពស់តូចៗកាលពីលើកមុនម្ដងទៀតនោះឡើយហើយនោះគឺដោយសារតែមានជំនួយពីយ៉ាវមីងដោយយ៉ាវមីងគេបានប្រើប្រាស់នៅរលកសំឡេងដ៏ចម្លែកមួយហើយក៏បានបំផិតបំភ័យវងសត្វពស់តូចៗទាំងអស់នោះឲ្យរត់ចេញឆ្ងាយពីពួកគេបាត់ទៅហើយដូច្នេះហើយវាក៏បានជួយសៀវយានហើយនឹងយ៉ាវមីងសន្សំសំចៃនៅពេលវេលារបស់ពួកគេហើយនឹងកម្លាំងធម៌ពលរបស់ពួកគេបានជាច្រើនហើយចំណែកឯការធ្វើដំណើររបស់ពួកគេនោះក៏កាន់តែមានល្បឿនលឿនផងដែរបាទហើយបន្តមកទៀតការធ្វើដំណើររបស់សៀវយានហើយនឹងយ៉ាវមីងពួកគេបានចំណាយពេលតិចជាង10នាទីតែប៉ុណ្ណោះមុនពេលដែលពួកគេបានឃើញពន្លឺនៃផ្នែកខាងលើបឹងនឹងពីចម្ងាយហើយចំណែកឯសៀវយានរបស់យើងគេក៏បានដកដង្ហើមធំដោយការធូរស្រាលនៅក្នុងចិត្តផងដែរហើយភ្លាមៗនោះសៀវយានគេក៏បានក្រឡោះដៃឲ្យបន្តិចមុនពេលដែលគេបាននិយាយថាពួកយើងគឺចិត្តបានទៅដល់ផ្នែកខាងលើនៃបឹងមួយនេះហើយថាដូច្នេះរួចហើយសៀវយានគេក៏បានចាប់យកយ៉ាវមីងក្នុងខណៈពេលដែលគេបានស្ទុះចេញពីបឹងមួយនឹងក្នុងល្បឿនលឿនដូចជាផ្លេបន្ទោហើយនៅពេលដែលបានមកដល់ខាងលើហើយនោះសៀវយាននិងយ៉ាវមីងពួកគេក៏បានចុះនៅលើផ្ទៃដីមួយដែលនៅចំកណ្ដាលបឹងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងគណៈពេលនោះពួកគេទាំងពីរនាក់ស្រាប់តែបានឮនៅសំឡេងផ្ទុះមួយគឺបានបន្លឺឡើងនៅក្នុងលំហអាកាសដែលនៅផ្នែកខាងលើភ្លាមៗនោះសៀវយានគេក៏បានងើយមុខឡើងទៅមើលហើយក៏បានឃើញរូបរាងរបស់មនុស្សស្រីស្អាតម្នាក់គឺបានធ្លាក់ពីលើលំហអាកាសទទេមកដែលវាបានអមមកជាមួយនឹងខ្យល់បក់បោកយ៉ាងខ្លាំងទៀតផងហើយនៅពេលដែលបានឃើញរូបមនុស្សម្នាក់នេះហើយសៀវយានគេក៏បានស្រែកឡើងថាហ៎ឆៃលីននៅពេលនេះទឹកមុខរបស់សៀវយានគឺបានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅពេលដែលគេបានឃើញឆៃលីនកំពុងតែធ្លាក់ចូលទៅក្នុងសភាពបែបនេះភ្លាមៗនោះគេក៏បានក្រវ៉ាត់ដៃឲ្យរបស់គេក្នុងខណៈពេលដែលមានធម្មពលដ៏ទន់ភ្លន់គឺបានទៅហុំព័ទ្ធជុំវិញរាងកាយរបស់ឆៃលីនមុនពេលដែលសៀវយានបានក្រាបកណ្ដាប់ដៃហើយក៏បានស្រូបយកឆៃលីនចូលមកនៅក្បែររាងកាយរបស់គេចំណែកឯឆៃលីនបន្ទាប់ពីនាងបានចោះមកក្បែររាងកាយរបស់សៀវយានហើយនោះនាងក៏បានដកដង្ហើមធំមុនពេលដែលនាងបានជូតឈាមចេញពីជ្រុងមាត់របស់នាងហើយបន្តមកនាងក៏បាននិយាយថាទីបំផុតបងបានចាក់ចេញមកវិញហើយបានហើយចំណែកឯសៀវយានវិញនោះគឺ
ថាកៅភ្នែករបស់គេនៅពេលនេះគឺពោពេញទៅដោយភាពត្រជាក់ខ្លាំងមែនទែននៅពេលដែលគេបានឃើញឈាមបានហូរចេញពីជ្រុងមាត់របស់ឆៃលីនអញ្ចឹងណាដោយមិនបានសួរអ្វីមួយម៉ាត់នោះទេសៀវយិនគេក៏បានងើយមុខរបស់គេឡើងហើយនៅទីនោះគឺមានមនុស្សស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅម្នាក់គឺកំពុងតែឈរនៅលើលំហអាកាសទូទៅស្អាតហើយកៅភ្នែកដែលពោពេញទៅដោយភាពខ្មៅងងឹតនិងកាយសាហាវរបស់មនុស្សម្នាក់នោះគឺកំពុងតែសម្លឹងមើលទៅកាន់សៀវយិនដែលវាប្រៀបបីដូចជាសត្វអាសេរពិសដ៏កាយសាហាវមួយក្បាលកំពុងតែសម្លឹងមើលទៅកាន់សត្រូវរបស់វាបានហើយបន្តមកទៀតឆៃលីននាងក៏បានខំថ្មិញរបស់នាងបន្តិចមុនពេលដែលនាងបាននិយាយប្រាប់ទៅកាន់សៀវយិនថាអាចចង្រៃម្នាក់នេះមិនដឹងថាលេចក្បាលចេញមកពីណានោះទេដោយភ្លាមវាស្រាប់តែមកបង្ហាញខ្លួននៅទីកន្លែងមួយនេះហើយមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងបានរកឃើញនៅវត្តមានរបស់ពួកយើងទាំង3នាក់ទៀតផងហើយដូច្នេះហើយពួកយើងក៏បានធ្វើការប្រយុទ្ធជាមួយនឹងវាតែម្ដងទៅតែទោះបីជាយ៉ាងណាក៏ដោយពួកយើងមិនមែនជាដៃគូប្រយុទ្ធជាមួយនឹងវានោះទេហើយដូច្នេះហើយសូម្បីតែគ្រូពេទ្យទេពអប្សរតូចហើយនឹងជីងលីនពួកនាងក៏ត្រូវរបួសដោយសារតែមនុស្សម្នាក់នេះផងដែរបានហើយនៅពេលដែលបានលើដូច្នេះហើយសៀវយិនគេក៏បានសម្លឹងមើលទៅកាន់ចំណុចមួយដែលនៅជ្រុងម្ខាងហើយនៅទីកន្លែងនោះគេក៏បានឃើញវត្តមានរបស់គ្រូពេទ្យទេពអប្សរតូចហើយនឹងជីងលីនផងដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្លាំងធាតុដែលមាននៅក្នុងខ្លួនរបស់ពួកនាងទាំងពីរនាក់នៅពេលនេះគឺហាក់បីដូចជាច្របូកច្របល់ខ្លាំងមែនទែនហើយវាច្បាស់ណាស់ថាពួកនាងទាំងពីរនាក់គឺទទួលរងនៅរបួសយ៉ាងធ្ងន់ធ្ងរពីការវាយប្រហាររបស់មនុស្សម្នាក់នោះហើយនៅពេលដែលបានឃើញដូច្នេះហើយកៅភ្នែករបស់សៀវយិនគឺហាក់បីដូចជាតកកនៅក្នុងគណៈពេលដែលគេបានសម្លឹងមើលទៅកាន់មនុស្សម្នាក់នោះហើយចំណែកឯមនុស្សម្នាក់ហ្នឹងគេក៏បានសម្លឹងមើលទៅកាន់សៀវយិនផងដែរហើយបន្តមកគេក៏បានសម្លឹងមើលទៅកាន់មនុស្សម្នាក់ដែលនៅក្បែរសៀវយិនហើយនោះគឺជាយ៉ាវមីងហើយនៅពេលដែលបានឃើញយ៉ាវមីងហើយនោះកៅភ្នែករបស់បុរសជុតខ្មៅម្នាក់ហ្នឹងគឺប្រែទៅជាកាយសាហាវខ្លាំងមែនទែនមុនពេលដែលមានភាពខ្មៅងងឹតគឺបានលេចឡើងនៅលើមុខរបស់គេហើយក៏បានបញ្ចេញសម្រែកដោយកំហឹងទៅកាន់សៀវយិនថាឥឡូវចង្រៃចាប់តាំងពីឯងហ៊ានបំផ្លាញនៅផែនការរបស់យើងទៅហើយនោះស្ដេចម្នាក់នេះនឹងបញ្ចុះសពរបស់ឯងនៅទីកន្លែងនេះទៅចុះហើយឯងកុំបន្ទោសយើងឲ្យសោះព្រោះវាគឺជាការធ្វេសប្រហែសរបស់ឯងដែលបានលូកដៃចូលមកពាក់ព័ន្ធជាមួយនឹងរឿងរបស់យើងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្រាប់អូនដ៏ស្រស់ស្អាតទាំង3នាក់នេះយើងនឹងជួយមើលថែជំនួសឯងទៅចុះបានហើយចំណែកឯកៅភ្នែករបស់យ៉ាវមីងក៏ប្រែទៅជាពណ៌ក្រហមឈាមផងដែរនៅពេលដែលគេបានសម្លឹងមើលទៅកាន់បុរសដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដែលកំពុងតែឈរនៅលើមេឃហើយភាពសាហាវខូខើក៏បានលេចឡើងនៅលើទឹកមុខរបស់គេក្នុងខណៈពេលដែលគេបានបញ្ចេញសម្លេងក្រហមឡើងថាយ៉ាវសៀវធាននិងអាតាកញ្ចាស់ថោកទាបថ្ងៃនេះយើងយ៉ាវមីងនឹងហែកពួកឯងទៅជាបំណែកហើយបន្តមកយើងនឹងបោះសាច់របស់ពួកឯងចូលទៅក្នុងរូងភ្នំពោះ10000ជាមិនខានចំណែកឯបុរសដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅម្នាក់នោះនៅពេលដែលគេបានលើនៅសម្រែកដ៏សាហាវខូខើរបស់យ៉ាវមីងហើយនោះគេគឺបានបញ្ចេញនៅសំណោចក្នុងលក្ខណៈដ៏អាក្រក់ដើម្បីឆ្លើយតបត្រឡប់ទៅកាន់យ៉ាវមីងវិញមុនពេលដែលគេបាននិយាយថាបងប្រុសដ៏ល្អរបស់ខ្ញុំវាគឺពិតជាមិននឹកស្មានដល់នោះទេថាបងប្រុសពិតជាអាចមានជីវិតត្រឡប់មកវិញបានក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងស្ថានភាពរបស់បងនាពេលបច្ចុប្បន្ននេះតើបងមានសមត្ថភាពឯណាក្នុងការដែលអាចទប់ទល់ជាមួយនឹងខ្ញុំបានមួយស្នៀតនោះបងប្រុសដ៏ល្អរបស់ខ្ញុំអើយសូមបងទុកចិត្តចោះលើកនេះខ្ញុំនឹងមិនផ្ដល់ឱកាសឲ្យបងបានរួចខ្លួនម្ដងទៀតនោះឡើយបានហើយចំណែកឯសៀវយិនរបស់យើងគេក៏មានអារម្មណ៍ថាមិនស្រួលនៅក្នុងចិត្តផងដែរនៅពេលដែលគេបានស្ដាប់ឮពីការសន្ទនារបស់បងប្អូនទាំងពីរនាក់នេះបុរសឈុតខ្មៅម្នាក់នេះគឺជាយ៉ាវសៀវធានដែលជាមេដឹកនាំកុលសម្ព័ន្ធពោះថ្លាន់ធរណីទាំង9នាពេលបច្ចុប្បន្នហើយកម្លាំងរបស់គេក៏គួរតែស្ថិតនៅកម្រិតបរិសុទ្ធផ្កាយមួយថ្នាក់មធ្យមក្នុងខណៈពេលដែលសៀវយិនស្ថិតនៅកម្រិតបរិសុទ្ធផ្កាយមួយថ្នាក់ដំបូងហើយដូច្នេះហើយយ៉ាវសៀវធានគឺខ្លាំងជាងសៀវយិនបន្តិចហើយសៀវយិនគេក៏បានដឹងផងដែរថាការដែលអាចក្លាយទៅជាមេដឹកនាំនៃកុលសម្ព័ន្ធពោះថ្លាន់ធរណីទាំង9បាននោះយ៉ាវសៀវធានម្នាក់នេះគឺមិនមែនជាបុគ្គលធម្មតានោះឡើយនៅក្នុងខណៈពេលនេះកៅភ្នែករបស់យ៉ាវសៀវធានគឺពោពេញទៅដោយភាពកាយសាហាវនៅពេលដែលគេបានសម្លឹងមើលទៅកាន់សៀវយិនហើយបន្តមកយ៉ាវសៀវធានគេក៏បាននិយាយទៅកាន់សៀវយិនថាហឺយអាលចង្រៃមិនត្រឹមតែឯងហ៊ានលួចចូលមកកាន់ទឹកដីរបស់យើងនោះទេហើយឯងស្ទើរនឹងបានបំផ្លាញនៅផែនការរបស់យើងដែលស្ថិតនៅខាងក្រោមបាត់បឹងនោះទេផងហើយដូច្នេះហើយស្ដេចម្នាក់នេះនឹងបោះឯងហើយនឹងអាជនពិការម្នាក់នោះចូលទៅក្នុងរូងភ្នំពោះ10000ជាមិនខានបានចឹងអារូងភ្នំពោះ10000នឹងគឺជាទីកន្លែងដាក់ទារុណកម្មរបស់កុលសម្ព័ន្ធពោះថ្លាន់ធរណីទាំង9ដោយនៅក្នុងរូងមួយហ្នឹងគឺវាមានរូងជាច្រើនតូចៗនៅក្នុងហ្នឹងចឹងណាហើយដូច្នេះហើយមនុស្សម្នាក់ចូលទៅដឹងតែវង្វេងនៅក្នុងហ្នឹងតែម្ដងហើយជាពិសេសនោះនៅខាងក្នុងរូងភ្នំហ្នឹងគឺពោពេញទៅដោយសត្វពស់កាយសាហាវជាច្រើនដែលវាស៊ីសូម្បីតែសត្វពស់គ្នាឯងហ្នឹងក៏វាស៊ីដែរបាទហើយបន្តមកទៀតហ្នឹងគេក៏បាននិយាយថាប្រសិនបើយ៉ាវសៀវធានមិនបានបន្សល់ទុកនៅធម្មពលប្រលឹងបន្តិចបន្តួចនៅខាងក្នុងត្រានោះទេមើលទៅនៅពេលនេះសៀវយិនគេប្រកាសជាអាចជួយសង្គ្រោះយ៉ាវមីងបានដោយសម្ងាត់ជាមិនខានហើយនៅពេលដែលយ៉ាវមីងគេបានព្យាបាលរបួសហើយស្ដារធម្មពលត្រឡប់មកវិញពេញ
ពេញបរិបូរណ៍ហើយនោះយ៉ាវមីងគឺប្រកាសជាធ្វើការដណ្ដើមអំណាចជាមេដឹកនាំក៏សម្ព័ន្ធវិញជាមិនខានដល់ពេលនោះយ៉ាវស៊ីវធានគឺប្រកាសជាជួបជាមួយនឹងបញ្ហាមួយចំនួនបានហើយនៅក្នុងគណៈពេលនេះដែរស៊ីវយិនគេមិនសូវជាមានប្រតិកម្មអ្វីច្រើននោះទេគណៈពេលដែលគេបានសម្លឹងមើលទៅកាន់កៅភ្នែកដែលពោពេញទៅដោយលក្ខណៈអាក្រក់របស់យ៉ាវស៊ីវធានហើយភ្លាមនោះស៊ីវយិនគេក៏បានក្រវ៉ាត់ដៃអាវរបស់គេបន្តិចក្នុងគណៈពេលដែលគេបានបញ្ជូនរាងកាយរបស់យ៉ាវមីងឲ្យទៅផ្នែកម្ខាងនៃបឹងក្នុងគណៈពេលដែលគេបានបញ្ជូនសម្លេងខ្សោយចូលទៅក្នុងត្រចៀករបស់យ៉ាវមីងថាលោកបងយ៉ាវមីងនៅក្នុងកំឡុងពេលនេះលោកគួរតែព្យាយាមស្ដារធម៌ពលកម្លាំងធាតុរបស់លោកឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានចំណែកឯមនុស្សម្នាក់នេះទុកឲ្យខ្ញុំជាអ្នកពន្យាពេលឲ្យទៅចោះចំណែកឯយ៉ាវមីងនៅពេលដែលគេបានលើដូច្នេះហើយគេក៏បានងក់ក្បាលជាការយល់ព្រមហើយបន្ទាប់មកគេក៏បាននិយាយប្រមានទៅកាន់ស៊ីវយិនថាលោកប្អូនស៊ីវយិនសូមលោកប្អូនមានការប្រុងប្រយ័ត្នផងមនុស្សម្នាក់នេះគឺជាអិសរាជជនកម្រិតបរិសុទ្ធផ្កាយមួយថ្នាក់មធ្យមហើយមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងបានអនុវត្តនៅជំនាញចុងក្រោយរបស់កងសម្ព័ន្ធជាច្រើនទៀតផងហើយដូច្នេះហើយលោកប្អូនគឺប្រកាសជាមិនមានភាពងាយស្រួលនោះទេក្នុងការដោះស្រាយជាមួយនឹងគេបានហើយចំណែកឯស៊ីវយិនគេក៏បានងក់ក្បាលរបស់គេបន្តិចផងដែរបន្ទាប់ពីគេបានលើនៅការប្រមានមួយនេះហើយភ្លាមនោះគេក៏បានដកនៅដបថ្នាំចំនួន2ហើយក៏បានបោះទៅឲ្យឆៃលីនជាមួយនឹងយ៉ាវមីងបន្ទាប់ពីបានធ្វើបែបនេះរួចហើយនោះស៊ីវយិនគេក៏បានបោះជំហានដើរឡើងទៅលើលំហអាកាសក្នុងគណៈពេលដែលមានរលកជារង្វង់គឺបានលេចឡើងនៅតាមជំហានជើងរបស់គេចំណាយពេលត្រឹមតែមួយប៉ព្រិចផ្នែកតែប៉ុណ្ណោះស៊ីវយិនគេក៏បានបង្ហាញខ្លួនឡើងនៅចំពោះមុខយ៉ាវស៊ីវធានក្នុងគណៈពេលដែលគេបានបញ្ចេញសំណើចហើយនិយាយថាមើលទៅលើកនេះគឺជាលើកទី1ហើយដែលខ្ញុំបានធ្វើការប្រយុទ្ធគ្នាដោយពេញលេញជាមួយនឹងអិសរាជជនដែលស្ថិតនៅកម្រិតបរិសុទ្ធដូចគ្នាចាប់តាំងពីខ្ញុំបានបំបីចូលមកកាន់កម្រិតបរិសុទ្ធមួយនេះចំណែកឯយ៉ាវស៊ីវធាននៅពេលដែលគេបានលើកដូច្នេះហើយគេក៏បានបញ្ចេញស្នាមញញឹមដ៏ចម្លែកផងដែរមុនពេលដែលគេបាននិយាយថាកុំភ័យអីនីតិខេរដូវលឿងទាំង9ដ៏ស្ងប់ស្ងាត់នេះគឺជាទីកន្លែងដ៏ល្អសម្រាប់កប់សាកសពរបស់ឯងក៏ប៉ុន្តែឯងហាក់បីដូចជាសំណាងពេកហើយដែលបានស្លាប់នៅទីកន្លែងមួយនេះហើយបើយើងមើលទៅឯងហាក់បីដូចជាមនុស្សដែលមានទេពកោសល្យខ្លាំងណាស់ក្នុងការដែលអាចបំបីចូលមកកាន់កម្រិតបរិសុទ្ធបាននៅក្នុងអាយុទាំងវ័យក្មេងបែបនេះក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាជាអកុសលដែលឯងបានជាប់ពាក់ព័ន្ធជាមួយនឹងជនពិការម្នាក់នេះហើយបើបែបនឹងទៅហើយនោះគ្មាននរណាម្នាក់អាចជួយឯងនៅថ្ងៃនេះបាននោះឡើយបាទហើយនៅពេលដែលក្មេងតូចរបស់យើងបានលើពីពាក្យសម្ដីគំរាមកំហែងបែបនេះហើយគេមិនមានការភ័យខ្លាចអ្វីនោះទេដោយអ្វីដែលស៊ីវយិនបានធ្វើនោះគឺបានបញ្ចេញនៅស្នាមញញឹមត្រឡប់ទៅកាន់យ៉ាវស៊ីវធានវិញចំណែកឯស្នាមញញឹមដែលមាននៅលើមុខរបស់យ៉ាវស៊ីវធានក៏ប្រែទៅជាស្រពោនបន្ទាប់ពីគេបានឃើញនៅស្នាមញញឹមរបស់ស៊ីវយិនអញ្ចឹងណាបាទតែទោះបីជាយ៉ាងណាក៏ដោយភ្លាមនោះយ៉ាវស៊ីវធានគេក៏បានបញ្ចេញសំណោចចំអកទៅកាន់ស៊ីវយិនថាបើបែបនឹងទៅហើយនោះស្ដេចម្នាក់នេះនឹងបំពេញបំណងរបស់ឯងទៅចោះយើងគឺមិនចង់ដឹងឈ្មោះរបស់ឯងនោះទេព្រោះថាថ្ងៃនេះឯងគឺត្រូវតែស្លាប់នៅទីកន្លែងនេះតាមពីក្រោយនៅពាក្យសម្ដីរបស់យ៉ាវស៊ីវធានបានបន្លឺឡើងហើយនោះកៅភ្នែករបស់គេក៏បានសម្លឹងមើលទៅកាន់ស៊ីវយិនដូចជាអាសេរពឹសដ៏កំណាញ់មួយក្បាលភ្លាមនោះរាងកាយរបស់គេក៏ចាប់ផ្ដើមញ័រក្នុងខណៈពេលដែលមានធម្មពលដ៏កាចសាហាវហើយនឹងខ្មៅងងឹតគឺបានសាយភាយចេញពីរាងកាយរបស់គេហើយធម្មពលទាំងអស់នោះវាថែមទាំងបានធ្វើឲ្យរូងភ្នំមួយនេះគឺចាប់ផ្ដើមញ័ររញ្ជួយទៀតផងមានផ្លេកបន្ទោធម្មពលជាច្រើនគឺបានលេចឡើងនៅលើលំហអាកាសក្នុងខណៈពេលដែលពួកវាគឺចាប់ផ្ដើមបង្កើតទៅជាបាតដៃធម្មពលដ៏ធំសម្បើមមួយដែលបានគ្របដណ្ដប់នៅពាសពេញមេឃនៅលើក្បាលរបស់យ៉ាវស៊ីវធានហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានធម្មពលងងឹតហើយនឹងត្រជាក់ខ្លាំងក៏ត្រូវបានប្រមូលផ្ដុំចូលទៅក្នុងបាតដៃធម្មពលមួយនេះផងដែរតាមពីក្រោយនៃការបង្កើតឡើងនៃបាតដៃធម្មពលដ៏ធំសម្បើមមួយនេះយ៉ាវស៊ីវធានគេក៏បានបញ្ចេញសម្រែកឡើងថាស្លាប់ទៅអាក្មេងចង្រៃតាមពីក្រោយនៃសម្រែករបស់យ៉ាវស៊ីវធានបាតដៃធម្មពលដ៏ធំសម្បើមនោះក៏ត្រូវបានធ្លាក់ចុះក្នុងខណៈពេលដែលវាផ្ទុកទៅដោយធម្មពលដ៏កំណាចហើយនឹងសាហាវខុសខើដែលអមទៅជាមួយនឹងខ្យល់បក់បោកយ៉ាងកាចសាហាវដែលបានធ្វើឲ្យលំហអាកាសដែលនៅជុំវិញខ្លួនប្រាណរបស់ស៊ីវយិនគឺត្រូវបានដួលរលំអស់ភ្លាមបានហើយក្រឡេកមកមើលស៊ីវយិនឯណៃវិញគេក៏បានងក់ក្បាលបន្តិចហើយកៅភ្នែករបស់គេក៏បានក្រឡេកមើលទៅកាន់បាតដៃធម្មពលដ៏ធំសម្បើមដែលកំពុងតែពង្រីកនៅក្នុងកៅភ្នែករបស់គេហើយបន្ទាប់មកគេក៏បានបញ្ចេញស្នាមញញឹមហើយនិយាយថាឯងគឺមានមោទនភាពចំពោះខ្លួនឯងពេកហើយតាមពីក្រោយនៃសំណើចរបស់គេបានបន្លឺឡើងភ្លាមស៊ីវយិនគេក៏បានក្រឡោះដៃអាវរបស់គេបន្តិចភ្លាមនោះស្រាប់តែមានអណ្ដាតភ្លើងឋានសួគ៌ចំនួន4ពណ៌ក៏ត្រូវបានឆាប់ឆេះឡើងក្នុងខណៈពេលដែលវាបានដុតលំហអាកាសដែលនៅជុំវិញខ្លួនប្រាណរបស់គេឲ្យคล้ายទៅជាសមុទ្រនៃអណ្ដាតភ្លើងបាទហើយបន្តមកសមុទ្រនៃអណ្ដាតភ្លើងនោះវាក៏បានឆាប់ឆេះទៅលើបាតដៃដ៏ធំសម្បើមនឹងក្នុងខណៈពេលដែលវាបានធ្វើឲ្យបាតដៃមួយនោះបានបញ្ចេញនៅអពណ៌សហ៎នេះគឺជាអណ្ដាតភ្លើងឋានសួគ៌ចិញ្ចើមរបស់យ៉ាវស៊ីវធានក៏ត្រូវបានបង្រួញបន្ទាប់ពីគេបានឃើញថាសមុទ្រអណ្ដាតភ្លើងរបស់ស៊ីវយិនគឺបានបញ្ចេញចំហាយធម្មពលមកលើរូបគេហើយភ្លាមនោះយ៉ាវស៊ីវធានគេក៏បានបញ្ចេញសំឡេងក្រហមដ៏ត្រជាក់ក្នុងខណៈពេលដែលដៃរបស់គេបានបង្កើតទៅជាត្រាដ៏ស្មុគស្មាញជាច្រើននៅក្នុងលបឿនលឿនដូចជាផ្លេកបន្ទោភ្លាមនោះស្រាប់តែមានពន្លឺធម្មពលពណ៌លឿងជាច្រើនគឺបានប្រមូលផ្ដុំគ្នានៅលើមេឃនៅលើបឹងមួយនេះក្នុងខណៈពេលដែលមានសម្រែករបស់យ៉ាវស៊ីវធានបានមកលើឡើងថាម្រាមដៃនីតិខេរដូវពណ៌លឿងភ្លាមនោះស្រាប់តែមានចំហាយធម្មពលដ៏ខ្លាំងក្លាគឺបានប្រ
មូលផ្ដុំគ្នាក្នុងខណៈពេលដែលវាបានរួមបញ្ចូលចូលទៅក្នុងម្រាមដៃដ៏ធំសម្បើមដែលមានពណ៌លឿងដែលមានប្រវែងប្រមាណជា 2000 ហ្វីតម្រាមដៃមួយនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យ៉ាវស៊ីវធានហើយបើទោះបីជានៅលើផ្ទៃម្រាមដៃមានសភាពក្រើមខ្លាំងក៏ដោយក៏ប៉ុន្តែនៅក្នុងម្រាមដៃមួយនោះគឺពោពេញទៅដោយធម្មពលបំភ្លេចបំផ្លាញយ៉ាងខ្លាំងហើយប្រសិនបើមាននរណាម្នាក់បានសម្លឹងមើលវាពីចម្ងាយនោះម្រាមដៃមួយនេះគឺប្រៀបបានទៅនឹងសសរទ្រមេឃដែលស្ថិតនៅចន្លោះផែនដីហើយនិងឋានសួគ៌ហើយតាមពីក្រោយនៃការបង្កើតឡើងនៃម្រាមដៃមួយនេះហើយនោះយ៉ាវស៊ីវធានគេក៏បានសម្លឹងមើលទៅកាន់ស៊ីវយានដែលនៅខាងក្រោមក្នុងខណៈពេលដែលគេបានបញ្ចេញសំណើចឡើងថាម្រាមដៃនីតិខៈរដូវពណ៌លឿងនេះនឹងធ្វើការសម្រេចការស្លាប់រស់របស់ឯងហើយតាមពីក្រោយនៃសំណើចរបស់គេបានមកលើឡើងហើយនោះម្រាមដៃរបស់គេក៏បានចុះចុះក្រោមក្នុងខណៈពេលដែលម្រាមដៃដ៏ធំសម្បើមដែលនៅលើមេឃនោះក៏បានធ្លាក់ចុះមកខាងក្រោមផងដែរបាទហើយគេក៏បាននិយាយផងដែរថាលំហអាកាសដែលនៅទីកន្លែងដែលម្រាមដៃមួយនោះបានឆ្លងកាត់គឺត្រូវបានដួលរលំទាំងអស់ហើយសូម្បីតែភ្នំជុំវិញដែលមានវត្តមាននៅទីកន្លែងនេះក៏ត្រូវបានផ្ទុះក្លាយទៅជាធូលីដីហើយចំណែកឯជញ្ជាំងនៃរូងភ្នំមួយនេះក៏ត្រូវបានលេចចេញជាស្នាមប្រេះដ៏ធំសម្បើមជាច្រើនផងដែរហើយការវាយប្រហារមួយនេះគឺវាបានធ្វើឲ្យរូងភ្នំទាំងមូលគឺចាប់ផ្ដើមញ័ររញ្ជួយដែលវាមិនខុសអីពីបាតុភូតធម្មជាតិបំផ្ទុះភ្នំភ្លើងឬក៏រញ្ជួយផែនដីនោះឡើយវិជាគុណថ្នាក់មេតាមែនទេស៊ីវយានមិនសូវជាមានការភ្ញាក់ផ្អើលប៉ុន្មាននោះទេបន្ទាប់ពីគេទទួលរងនៅសម្ពាធពីវិជាគុណម្រាមដៃនីតិខៈរដូវលឿងមួយនេះយ៉ាងណាមិញរាល់វិជាគុណថ្នាក់មេដែលត្រូវបានបញ្ចេញដោយអិសរាជជនកម្រិតបរិសុទ្ធអាចមានសមត្ថភាពកំទេចនៅទីក្រុងមួយបានយ៉ាងងាយស្រួលក៏ដោយក៏វានៅតែមិនទាន់គ្រប់គ្រាន់ក្នុងការដែលអាចគម្រាមកំហែងទៅលើស៊ីវយានបានហើយដូច្នេះហើយទៅស៊ីវយានគេបានបោះជំហានដើរទៅខាងមុខក្នុងខណៈពេលដែលមានធម្មពលកម្លាំងធាតុដ៏ធំធេងហើយនឹងខ្លាំងក្លាគឺបានប្រមូលផ្ដុំនៅលើផ្នែកដៃស្ដាំរបស់គេហើយសម្រែករបស់គេក៏បាននិយាយឡើងថាឯងគឺពិតជាមានភាពក្រអឺតក្រទមពេកហើយតាមពីក្រោយនៃសម្រែកបែបនេះរបស់ស៊ីវយានភ្លាមនោះស្រាប់តែមានពន្លឺពណ៌ខ្មៅមួយគឺបានលេចឡើងនៅចន្លោះដៃទាំងសងខាងរបស់គេហើយរយៈពេលត្រឹមតែមួយប៉ព្រិចផ្នែកតែប៉ុណ្ណោះពន្លឺពណ៌ខ្មៅមួយនោះគឺចាប់ផ្ដើមពង្រីកមាឌរបស់វាក្នុងខណៈពេលដែលវាបានរីកមាឌធំឡើងរហូតដល់ទៅទំហំជាង 1000 ហ្វីតហើយនេះយើងអាចនិយាយថាវាគឺជាលើកទី1ហើយដែលស៊ីវយានបានប្រើប្រាស់នៅវិជាគុណបាតដៃបង្កើតឋានសួគ៌ចាប់តាំងពីគេបានឈានមកដល់កម្រិតបរិសុទ្ធមួយនេះហើយដូច្នេះហើយសម្ពាធធម្មពលនៃការបំភ្លេចបំផ្លាញរបស់វិជាគុណមួយនេះគឺវាមានលើសកាលពីពេលមុនដល់ទៅជា100ដងហើយនៅក្នុងខណៈពេលនេះដែរពន្លឺពណ៌ខ្មៅដ៏ធំសម្បើមមួយនោះវាកំពុងតែបានបញ្ចេញនៅធម្មពលស្រូបទាញដ៏ខ្លាំងក្លាក្នុងខណៈពេលដែលរណ្ដៅហើយនឹងដុំថ្មជាច្រើនគឺកំពុងតែត្រូវបានបែកខ្ញែកហើយក៏ត្រូវបានស្រូបទាញចូលទៅក្នុងពន្លឺពណ៌ខ្មៅមួយនោះមុនពេលដែលពួកវាបានបាត់ខ្លួនទាំងស្រុងបាទហើយបន្តមកទៀតនឹងស៊ីវយានគេក៏បានកម្រើកនៅដៃរបស់គេបន្តិចក្នុងខណៈពេលដែលពន្លឺពណ៌ខ្មៅដ៏ធំសម្បើមមួយនោះគឺបានបង្ហាញខ្លួនឡើងនៅចំចំណុចដែលម្រាមដៃនីតិខៈរដូវពណ៌លឿងនោះគឺបានធ្លាក់ចុះមកហើយភ្លាមនោះម្រាមដៃរបស់ស៊ីវយានក៏បានកម្រើកបន្តិចក្នុងខណៈពេលដែលសម្រែករបស់គេគឺបានបន្លឺឡើងថាបាតដៃបង្កើតឋានសួគ៌ដ៏អស្ចារ្យការបំភ្លេចបំផ្លាញតាមពីក្រោយនៃសម្រែករបស់ស៊ីវយានភ្លាមនោះរង្វង់នៃពន្លឺពណ៌ខ្មៅគឺចាប់ផ្ដើមគួចយ៉ាងខ្លាំងក្នុងខណៈពេលដែលម្រាមដៃនីតិខៈរដូវពណ៌លឿងរបស់យ៉ាវស៊ីវធានគឺបានសង្កត់យ៉ាងខ្លាំងទៅលើលំហនៃពន្លឺពណ៌ខ្មៅមួយនោះផាំងការកុកកិតគ្នារវាងបណ្ដុំនៃពន្លឺពណ៌ខ្មៅជាមួយនឹងម្រាមដៃនីតិខៈរដូវពណ៌លឿងគឺវាបានបង្កើតទៅជាព្យុះធម្មពលដ៏ខ្លាំងក្លាមួយគឺកំពុងតែបក់បោកនៅក្នុងទីជម្រៅមួយនេះចំណែកឯបណ្ដុំនៃពន្លឺពណ៌ខ្មៅគឺបានវិលយ៉ាងខ្លាំងក្នុងខណៈពេលដែលវាបានបង្កើតទៅជារលកដែលធ្វើឲ្យធម្មពលនៅទីកន្លែងនោះគឺបានដាច់ចេញពីគ្នាដែលវាបានបង្កើតទៅជាផ្លេកបន្តធម្មពលដ៏កក្រឹកកក្រែងដែលកំពុងតែបញ្ចេញសំឡេងពីពេញផ្ទៃមេឃហើយត្រឹមតែមួយប៉ព្រិចផ្នែកតែប៉ុណ្ណោះម្រាមដៃនីតិខៈរដូវពណ៌លឿងមួយនោះក៏ត្រូវបានអូសទាញចូលទៅក្នុងបណ្ដុំពន្លឺពណ៌ខ្មៅដែលកំពុងតែវិលហើយនៅទីបំផុតម្រាមដៃមួយនោះក៏ត្រូវបានលេបចូលទាំងស្រុងចូលទៅក្នុងបណ្ដុំពន្លឺពណ៌ខ្មៅមួយនោះដែលមានទំហំប្រមាណជា10 ហ្វីតនៅក្រោមការសម្លឹងមើលដែលមិនគួរឲ្យជឿហើយនឹងការខឹងសម្បាររបស់យ៉ាវស៊ីវធានអាលចង្រៃយើងគឺពិតជាបានមើលស្រាលឯងពេកហើយនៅពេលនេះទឹកមុខរបស់យ៉ាវស៊ីវធានគឺពោពេញទៅដោយភាពស្រអាប់ក្នុងខណៈពេលដែលគេបានបញ្ចេញសម្រែកដោយការខឹងសម្បារនៅពេលដែលគេបានឃើញថាម្រាមដៃនីតិខៈរដូវពណ៌លឿងដែលមានធម្មពលបំភ្លេចបំផ្លាញដែលមិនអាចកាត់ថ្លៃបានរបស់គេគឺត្រូវបានស្រូបចូលទៅក្នុងបណ្ដុំនៃពន្លឺពណ៌ខ្មៅដែលត្រូវបានបង្កើតឡើងដោយស៊ីវយានបាទហើយបន្តមកទៀតយ៉ាវស៊ីវធានគេក៏បានខំថ្មិញរបស់គេដោយការខឹងសម្បារហើយបន្តមកគេក៏បានបញ្ចេញនៅធម្មពលងងឹតនិងត្រជាក់របស់គេក្នុងខណៈពេលដែលពួកវាគឺបានសាយភាយទៅគ្រប់ទិសទីហើយបន្តមករាងកាយរបស់គេក៏ចាប់ផ្ដើមហើមឡើងត្រឹមតែមួយប៉ព្រិចផ្នែកតែប៉ុណ្ណោះរាងកាយរបស់គេក៏បានប្រែក្លាយទៅជាអាសេរពឹសយក្សពណ៌ខ្មៅដ៏ធំសម្បើមមួយដែលមានប្រវែងប្រមាណជា 10000 ហ្វីតដោយនៅពេលនេះសត្វពស់មួយក្បាលនោះគឺបានបង្ហាញនៅចេតនាដ៏អាក្រក់ហើយនឹងខ្មៅងងឹតដែលវាពោពេញទៅដោយភាពកាយសាហាវហើយបើមើលទៅលើរូប
រៀងរបស់វានៅពេលនេះគឺមិនខុសអីពីព្រះនៃអំពើអាក្រក់ដែលបានលេចឡើងមកលើផែនដីនេះនោះទេជំនាញនៃការបង្កើតត្រានីតិខែរដូវពណ៌លឿងដ៏អស្ចារ្យបន្ទាប់ពីយ៉ាវស៊ីវធានគេបានប្រែក្រឡាមកកាន់រូបរាងដើមរបស់គេហើយនោះគេក៏បានបញ្ចេញសម្លេងក្រហមដោយការខឹងសម្បាក្នុងខណៈពេលដែលសម្លេងក្រហមរបស់គេគឺបានមកនៅភាពខ្មៅងងឹតហើយនឹងត្រជាក់ដែលបានគ្របដណ្ដប់នៅពីពេញជុំវិញតំបន់ទីកន្លែងមួយនេះបានហើយបន្តមកទៀតដោយមានជំនួយពីធម្មពលខ្មៅងងឹតនិងត្រជាក់នៅតំបន់ទីកន្លែងនេះហើយរួមផ្សំជាមួយនឹងការគ្រប់គ្រងនៅធម្មពលរបស់យ៉ាវស៊ីវធានទៀតនោះនៅទីបំផុតគេក៏បានបង្កើតនៅត្រាភ្នំដ៏ខ្មៅងងឹតមួយដែលនៅលើផ្ទៃនៃភ្នំពណ៌ខ្មៅមួយនោះគឺពោពេញទៅដោយនិមិត្តសញ្ញាអាត់កំបាំងហើយនឹងស្មុគស្មាញជាច្រើននៅក្នុងខណៈពេលដែលវាកំពុងតែសំកាំងនៅលើផ្ទៃមេឃចំណែកឯយ៉ាវមីងគេក៏បាននិយាយនៅពាក្យសម្ដីប៉ុន្មានម៉ាត់ដើម្បីធ្វើការប្រមានឲ្យស៊ីវយៀនមានការប្រុងប្រយ័ត្នផងដែរបន្ទាប់ពីត្រាមួយនេះត្រូវបានបង្កើតឡើងនៅលើផ្ទៃមេឃលោកប្អូនស៊ីវយៀនត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នេះគឺជាជំនាញដ៏កំពូលមួយនៅក្នុងកលសម្ព័ន្ធពោះថ្លាន់ធរណីទាំង9របស់ខ្ញុំហើយវាគឺជាវិជាគុណកម្លាំងធាតុថ្នាក់មេឃថ្នាក់កណ្ដាលហើយប្រសិនបើលោកប្អូនពិតជាត្រូវបានវាសង្កត់មែននោះលោកប្អូនគឺប្រកាសជាជាប់គាំងនៅក្នុងបឹងនីតិខែរដូវលឿងទាំង9ដ៏ស្ងប់ស្ងាត់នេះជាមិនខានកាលពីពេលមុនគឺដោយសារតែវិជាគុណនឹងហើយដែលបានធ្វើឲ្យខ្ញុំចាប់គាំងនៅទីកន្លែងនោះហើយទទួលរងទុក្ខវេទនាអស់រយៈពេលរាប់រយឆ្នាំហើយដូច្នេះហើយសូមលោកប្អូនមិនត្រូវមានការធ្វេសប្រហែសនោះទេបាទហើយបើយើងក្រឡេកមកមើលទឹកមុខរបស់យ៉ាវស៊ីវធាននៅពេលនេះគឺកំពុងតែសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់ពីគេបានឃើញថាត្រាមួយនោះគឺត្រូវបានបង្កើតឡើងដោយជោគជ័យហើយភ្លាមៗនោះគេក៏បានស្រែកឡើងថាអាក្មេងចង្រៃស្លាប់ទៅភ្លាមនោះកន្ទុយដ៏ធំរបស់យ៉ាវស៊ីវធានក៏ត្រូវបានក្រវ៉ាត់ចេញក្នុងខណៈពេលដែលត្រាដ៏ធំមួយនោះគឺចាប់ផ្ដើមហោះចេញទៅសម្ដៅទៅកាន់ទីកន្លែងរបស់ស៊ីវយៀនបាទអញ្ចឹងអេដមីនសូមបញ្ជាក់ម្ដងទៀតនៅពេលនេះយ៉ាវស៊ីវធានគេបានប្រែកាឡាទៅរាងកាយដើមរបស់គេដែលជាពោះថ្លាន់ប្រវែងប្រមាណជា10000 ហ្វីតដើម្បីធ្វើការប្រយុទ្ធជាមួយនឹងស៊ីវយៀនអញ្ចឹងណាដោយមិនមែនជារាងកាយមនុស្សទៀតនោះទេហើយនៅពេលដែលគេនិយាយហ្នឹងក៏ជាសម្លេងចេញពីពោះថ្លាន់ដ៏ធំសម្បើមនឹងដែរបាទហើយបន្តមកទៀតហ្នឹងគេក៏បាននិយាយថានៅទីកន្លែងណាក៏ដោយដែលត្រាដ៏ធំសម្បើមមួយនឹងបានឆ្លងកាត់នោះលំហអាកាសនៅទីកន្លែងនោះគឺប្រកាសជាត្រូវបានប្រេះបែកនិងដួលរលំអស់រលីងតែម្ដងបាទហើយសូម្បីតែលំហអាកាសដែលនៅជុំវិញខ្លួនប្រាណរបស់ស៊ីវយៀននោះក៏ត្រូវបានបង្កកដោយសារតែធម្មពលខ្មៅងងឹតនិងត្រជាក់ដែលបានបញ្ចេញពីត្រាដ៏ធំសម្បើមមួយនឹងផងដែរបាទហើយនៅក្នុងគណៈពេលនោះដែរត្រាមួយនឹងវាក៏បានបាត់ខ្លួនមួយរំពេចចូលទៅក្នុងលំហអាកាសទទេស្អាតហើយភ្លាមនោះវាក៏បានបង្ហាញខ្លួនឡើងម្ដងទៀតនៅចំពីលើក្បាលស៊ីវយៀនក្នុងគណៈពេលដែលវាបានធ្លាក់ពេញមួយទំហឹងមកលើរាងកាយរបស់ស៊ីវយៀនដែលកំពុងតែឈរនៅលើបឹងនីតិខែរដូវពណ៌លឿងដ៏ស្ងប់ស្ងាត់ទាំង9នេះក្រឹមប៊ុំប៊ុំប៊ុំបន្ទាប់ពីត្រាពណ៌ខ្មៅដ៏ធំសម្បើមគឺបានធ្លាក់មកលើផ្ទៃបឹងហើយនោះមានសសរទឹកបានបាញ់ចេញពីផ្ទៃបឹងមួយនេះជាច្រើនកន្លែងក្នុងខណៈពេលដែលមានរលកធម្មពលបានសាយភាយជារង្វង់ដ៏កាចសាហាវដែលវាបានធ្វើឲ្យបរិវេណនៅជុំវិញនេះគឺកំពុងតែផ្ទុះឡើងដោយសារតែអំណាចធម្មពលហើយវត្ថុណាមួយដែលស្ថិតនៅជម្រៅទីកន្លែងមួយនេះក៏ត្រូវបានរុញផ្អឹបភ្លាមដោយសារតែទម្ងន់នៃត្រាមួយនោះពូយៈដ៏ធំសម្បើមដែលបានប្រែក្រឡាពីរាងកាយរបស់យ៉ាវស៊ីវធាននោះស្រាប់តែបញ្ចេញសំណោចឡើងនៅពេលដែលគេបានឃើញនៅការបំផ្លិចបំផ្លាញទាំងអស់នេះនៅក្នុងចិត្តរបស់យ៉ាវស៊ីវធានគេកំពុងតែបានគិតថាជាមួយនឹងជំនួយនៃធម្មពលខ្មៅងងឹតនិងត្រជាក់នៅបឹងនីតិខែរដូវលឿងនេះហើយជាមួយនឹងធម្មពលខ្មៅងងឹតដែលមាននៅក្នុងខ្លួនរបស់គេបូកផ្សំជាមួយនឹងការវាយប្រហារចំគោលដៅរបស់គេទៀតនោះសូម្បីតែអិសរាជជនកម្រិតបរិសុទ្ធផ្កាយមួយថ្នាក់មធ្យមក៏មិនអាចតស៊ូឬក៏ទប់ទល់ជាមួយនឹងការវាយប្រហាររបស់គេមួយនេះបានដែរហើយចុះទម្រាំតែស៊ីវយៀនគ្រាន់តែជាអិសរាជជនកម្រិតបរិសុទ្ធផ្កាយមួយថ្នាក់ដំបូងនោះតើគេអាចទប់ទល់ជាមួយនឹងការវាយប្រហាររបស់គេបានដោយរបៀបណាទៅលើកនេះគឺ Vivo ធំហើយយ៉ាវមីងដែលកំពុងតែធ្វើការស្ដារនៅធម្មពលកម្លាំងធាតុរបស់គេត្រឡប់មកវិញនោះគេក៏បានបញ្ចេញនៅពាក្យសម្ដីបាក់ទឹកចិត្តបន្តិចផងដែរបន្ទាប់ពីគេបានពិនិត្យឃើញនៅទម្រង់របស់ត្រាមួយនេះប៊ុំប៊ុំទោះបីជាយ៉ាងណាក៏ដោយនៅក្នុងគណៈពេលដែរយ៉ាវស៊ីវធានទៅតែបានបញ្ចេញនៅសំណោចរបស់គេតែប៉ុណ្ណោះភ្លាមត្រាដ៏ធំសម្បើមដែលបានគ្របដណ្ដប់នៅលើបឹងនីតិខែរដូវលឿងទាំង9នេះគឺស្រាប់តែចាប់ផ្ដើមញ័ររញ្ជួយយ៉ាងខ្លាំងហើយមួយសន្ទុះក្រោយមកសំឡេងដ៏កក្រៅផែនដីមួយក៏ចាប់ផ្ដើមផ្ទុះឡើងក្នុងគណៈពេលដែលវាបានបង្ខំឲ្យត្រាយក្សដ៏ធំសម្បើមមួយនោះគឺចាប់ផ្ដើមហោះថយក្រោយត្រឡប់ឡើងទៅលើវិញចង្រៃវាយោតើវាមានរឿងអ្វីកើតឡើងទៅយ៉ាវស៊ីវធានគេក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីគេបានឃើញថាត្រាមួយនេះគឺចាប់ផ្ដើមហោះឡើងត្រឡប់ថយក្រោយវិញហើយភ្លាមនោះស្រាប់តែមានសំណោចមួយគឺបានបន្លឺឡើងចេញពីខាងក្រោមក្នុងគណៈពេលដែលគេបាននិយាយឡើងថាឯងគឺគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដែលអាចគៀបសង្កត់យើងបាននោះឡើយតាមពីក្រោយនៃសំណោចដែលដូចទៅនឹងផ្គរលាន់មួយនេះបានបន្លឺឡើងហើយនោះភ្លាមតំបន់ដែលនៅជុំវិញបឹងនីតិខែរដូវពណ៌លឿងមួយនេះគឺចាប់ផ្ដើមផ្ទុះឡើងដោយពោពេញទៅដោយអំណាចធម្មពលពណ៌មាសក្រឹមប៊ុំ
មានអំណាចធម្មពលពណ៌មាសដែលដូចទៅនឹងព្រះអាទិត្យគឺស្រាប់តែលេចឡើងភ្លាមៗក្នុងខណៈពេលដែលវាបានបង្ហាញខ្លួនមួយរំពេចនៅចំពីលើក្បាលរបស់ពស់យក្សដ៏ធំសម្បើមដែលជារាងកាយដើមរបស់យ៉ាវស៊ីវធានមានអណ្ដាតភ្លើងផ្កាឈូកចំនួន4ពណ៌ដ៏ស្រស់ស្អាតគឺកំពុងតែបង្វិលយឺតៗនៅលើដៃយក្សពណ៌មាសដ៏ធំសម្បើមហើយមួយរំពេចក្រោយមកដៃយក្សពណ៌មាសមួយនោះក៏ត្រូវបានវាយចុះសម្ដៅទៅកាន់ក្បាលពស់យក្សពណ៌ខ្មៅដែលនៅខាងក្រោមហើយរលកធម្មពលនៃការវាយប្រហារដ៏សាហាវឃោឃៅមួយនេះក៏ចាប់ផ្ដើមកើតមានឡើងប៊ុំអណ្ដាតភ្លើងផ្កាឈូកចំនួន4ពណ៌ក៏ត្រូវបានផ្ទុះនៅពេលដែលវាបានប៉ះទង្គិចពេញមួយទំហឹងជាមួយនឹងក្បាលពស់យក្សពណ៌ខ្មៅដ៏ធំសម្បើមប៉ាំងក្នុងខណៈពេលនោះដែរកណ្ដាប់ដៃពណ៌មាសមួយក៏ត្រូវបានវាយប្រហារពេញមួយទំហឹងទៅលើរាងកាយរបស់ពស់យក្សពណ៌ខ្មៅមួយនោះផងដែរហើយរលកធម្មពលដ៏កាយសាហាវគឺកំពុងតែត្រូវបានបញ្ជ្រាបចូលទៅក្នុងរាងកាយរបស់វាហើយនៅពេលនេះរាងកាយរបស់យ៉ាវស៊ីវធានដែលជាពស់យក្សពណ៌ខ្មៅមួយនោះគឺហាក់បីដូចជាត្រូវបានលេបត្របាក់យកនៅផ្លេកបន្ទោហើយនឹងធម្មពលជាច្រើនចូលទៅក្នុងខ្លួនរបស់វាដែលវាបានធ្វើឲ្យមានសំឡេងត្រូវបានបំផ្ទុះឡើងជាបន្តបន្ទាប់ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានឈាមដែលមានកម្ដៅក្តៅគឺត្រូវបានផ្ទុះចេញពីរាងកាយរបស់ពស់យក្សមួយនោះផងដែរប៉ាំងប៉ាំងសំឡេងផ្ទុះក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ក្នុងខណៈពេលដែលរាងកាយរបស់ពស់យក្សមួយនោះត្រូវបានគ្រាទៅខាងក្រោយហើយក៏បានទៅបំបុកជាមួយនឹងជញ្ជាំងភ្នំដ៏ធំសម្បើមហើយក៏បានធ្វើឲ្យជញ្ជាំងភ្នំដ៏ធំសម្បើមមួយនោះប្រែក្លាយទៅជាធូលីដីអស់ភ្លាមៗបានហើយបន្តមកទៀតនឹងពន្លឺពណ៌មាសដែលជារាងកាយគិញកង់កញ្ចក់របស់សៀវយានក៏បានចុះមកលើរាងកាយពស់យក្សដ៏ធំសម្បើមដែលកំពុងតែដេកស្ដុកស្ដឹងនៅខាងក្រោមហើយបន្តមកកណ្ដាប់ដៃដែលពោពេញទៅដោយធម្មពលអណ្ដាតភ្លើងឋានសួគ៌របស់វាក៏បានវាយប្រហារពេញមួយទំហឹងសាប់យកទៅលើរាងកាយពស់យក្សពណ៌ខ្មៅដ៏ធំសម្បើមមួយនឹងដែលវាបានធ្វើឲ្យយ៉ាវស៊ីវធានគឺបានបញ្ចេញនៅសម្រែកយ៉ាងវេទនាតែម្ដងផឹ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 ងផ្លាច់អូយឈឺណាស់អូយសាហាវខ្លាំងមែនតើបាទសៀវយានកន្លែងនេះបាទបានហើយនៅក្នុងគណៈពេលដែលសៀវយានកំពុងតែរៀបចំវាយប្រហារធ្វើការសម្លាប់ទៅលើពស់យក្សមួយក្បាលហ្នឹងភ្លាមនោះស្រាប់តែមានសម្រែករបស់មនុស្សចាស់ម្នាក់គឺបានមកលើឡើងចេញពីចម្ងាយមកថាហឺយអាមនុស្សដេរឆានឯងហ៊ានប្រព្រឹត្តនៅអំពើខុសខើនៅក្នុងទឹកដីរបស់កោសម្ព័ន្ធពស់ថ្លាន់ធរណីទាំង9របស់យើងផងហ៎ឆ្មាំងការពារឆាប់ចាប់វាភ្លាមទៅតាមពីក្រោយនៃសំឡេងក្រហមមួយនេះបានមកលើឡើងហើយនោះភ្លាមស្រាប់តែមានរលកធម្មពលខ្យល់ជាច្រើនគឺបានបោកបក់មកពីចម្ងាយក្នុងគណៈពេលដែលមានរលកធម្មពលជាច្រើនគឺចាប់ផ្ដើមផ្ទុះឡើងនៅក្នុងតំបន់នៅជុំវិញទីកន្លែងមួយនេះហើយវាច្បាស់ណាស់ថាពួកមនុស្សទាំងអស់នោះគឺជាមនុស្សរបស់កោសម្ព័ន្ធពស់ថ្លាន់ធរណីទាំង9ដែលត្រូវបានតាក់ទាញដោយសារតែការប្រយុទ្ធគ្នារវាងសៀវយាននិងយ៉ាវស៊ីវធានចំណែកឯសៀវយានរបស់យើងនៅពេលដែលគេបានលើនៅសំឡេងក្រហមដល់កងរំពងដែលបានមកលើឡើងនៅលើមេឃហើយនោះគេក៏បានដកកណ្ដាប់ដៃពណ៌មាសរបស់គេចេញយឺតក្នុងគណៈពេលដែលគេបានងើយមុខឡើងទៅខាងលើក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជើងរបស់គេទាំងសងខាងគឺនៅតែបន្តជន់ទៅលើរាងកាយរបស់យ៉ាវស៊ីវធានយ៉ាងព្រៃផ្សៃហើយមិនត្រឹមតែប៉ុណ្ណោះជើងទាំងសងខាងរបស់គេគឺពោពេញទៅដោយចំហាយអណ្ដាតភ្លើងឋានសួគ៌ក្នុងគណៈពេលដែលជើងរបស់គេម្ខាងគឺបានចុចដោយចៃដន្យទៅលើរាងកាយរបស់យ៉ាវស៊ីវធានដែលវាមានប្រវែងប្រមាណជា7អ៊ីងពីពាក់កណ្ដាលដងខ្លួននៃរាងកាយរបស់យ៉ាវស៊ីវធានហើយទីកន្លែងមួយនោះត្រូវបានគេពិពណ៌នាថាគឺជាចំណុចស្លាប់រស់របស់អំបូរសត្វពស់ទាំងអស់ដែលមាននៅក្នុងទ្វីបកម្លាំងធាតុមួយនេះហើយប្រសិនបើទីកន្លែងមួយនោះត្រូវបានវាយប្រហារដោយចៃដន្យនោះសូម្បីតែពស់មួយក្បាលនោះគឺជាអិសរាជជនកម្រិតបរិសុទ្ធក៏ដោយក៏វានៅតែទទួលរងនៅទុក្ខវេទនាផងដែរបាទហើយនៅក្នុងគណៈពេលនេះដែរសៀវយានគេក៏បានសម្លឹងមើលទៅកាន់ផ្ទៃមេឃដែលនៅជុំវិញហើយនៅពេលនេះនៅលើផ្ទៃមេឃទាំងនោះគឺពោពេញទៅដោយសមុទ្រនៃវងមនុស្សដែលពួកគេសុទ្ធសឹងតែជាមនុស្សដែលមកពីកោសម្ព័ន្ធពស់ថ្លាន់ធរណីទាំង9ហើយនៅក្នុងគណៈពេលនេះដែរពួកមនុស្សទាំងអស់នោះគឺបានសម្លឹងមើលមកកាន់សៀវយានដោយក្រសែភ្នែកនៃការខឹងសម្បាដោយមិនគិតពីវិធីសាស្ត្របែបណានោះទេកោសម្ព័ន្ធពស់ថ្លាន់ធរណីទាំង9របស់ពួកគេគឺជាកោសម្ព័ន្ធធំមួយនៅក្នុងចំណោមកោសម្ព័ន្ធធំទាំង3នៅក្នុងពិភពសត្វវេទមន្តយ៉ាងណាមិញមនុស្សម្នាក់នេះគឺមិនត្រឹមតែហ៊ានលួចចូលមកកាន់ទឹកដីបរិសុទ្ធរបស់ពួកគេនោះទេហើយថែមទាំងបានវាយប្រហារទៅកាន់មេដឹកនាំកោសម្ព័ន្ធរបស់ពួកគេទៀតផងហើយដូច្នេះហើយគ្មាននរណាម្នាក់នោះទេដែលអាចស៊ូទ្រាំជាមួយនឹងភាពអាម៉ាស់បែបនេះបានមានបុរសចំណាស់ម្នាក់ដែលមានពោះពឹសពណ៌ក្រហមភ្លឺដែលកំពុងតែវានៅលើស្មារបស់គេហើយនៅពេលនេះគេគឺកំពុងតែឈរនៅលើលំហអាកាសដែលនៅលើមេឃកៅភ្នែកដ៏ជ្រៅហើយនឹងខូខើរបស់បុរសចំណាស់ម្នាក់នោះគឺកំពុងតែសម្លឹងមើលទៅកាន់សៀវយានក្នុងគណៈពេលដែលគេបានបញ្ចេញនៅសំឡេងក្រហមថាអាលអត់ចង្រៃតើឯងគឺជានរណាគេហេតុអ្វីបានជាឯងហ៊ានមកប្រព្រឹត្តរឿងដ៏ខុសខើនៅក្នុងទឹកដីកោសម្ព័ន្ធពស់ថ្លាន់ធរណីទាំង9របស់យើងបន្ទាប់ពីសម្រែកដ៏ត្រជាក់របស់បុរសចំណាស់ម្នាក់នោះបានមកលើឡើងហើយនោះកៅភ្នែករបស់គេក៏បានសម្លឹងមើលទៅកាន់អាសេរពឹសពណ៌ខ្មៅដែលមានទំហំប្រមាណជា10000 ហ្វីតដែលកំពុងតែដេកស្ដុកស្ដឹងនៅក្រោមជើងរបស់សៀវយានហើយបេះដូងរបស់បុរសចំណាស់ម្នាក់នោះក៏ប្រែទៅជាញ័រយ៉ាងខ្លាំងដោយគេមិននឹកស្មានដល់នោះទេថាជាមួយនឹងកម្លាំងដ៏ខ្លាំងរបស់យ៉ាវស៊ីវធានទៅហើយនោះគេគឺនៅតែត្រូវបានមនុស្សដែលមិនស្គាល់មុខម្នាក់នេះបង្ក្រាបបាន
បានតតែសោះភ្លាមនោះមានព្រឹត្តិការណ៍ម្នាក់ដែលមានសក់ស្កូវដែលបានឈរនៅក្បែរបរិសុទ្ធចំណាស់ម្នាក់នោះក៏បាននិយាយឡើងថាថ្ងៃនេះបើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយយើងគឺត្រូវតែខត់ខ្លួនអាមនុស្សម្នាក់នេះឲ្យបានបើទោះបីជាគេគឺជានរណាក៏ដោយហើយប្រសិនបើរឿងមួយនេះត្រូវបានលេចធ្លាយចេញទៅខាងក្រៅនោះក៏សម្ព័ន្ធពោះថ្លាន់ធរណីទាំង9របស់ពួកយើងគឺប្រកាសជាស្លាប់ជាមិនខានព្រោះថាពួកយើងគឺប្រកាសជាមិនមានមុខអ្វីក្នុងការដែលអាចឈរនៅក្នុងពិភពសត្វវេទមន្តនេះទៀតបាននោះឡើយថារួចហើយបរិសុទ្ធចំណាស់សក់ស្កូវម្នាក់នឹងគេក៏បានបញ្ចេញសម្រែកឡើងដោយការខឹងសម្បាក្នុងឋានៈពេលដែលគេបានបញ្ជាថាឆ្មាំងទាំងអស់ឆាប់ចាប់អាមនុស្សម្នាក់នឹងភ្លាមទៅទទួលបញ្ជាការឆ្លើយតបដោយមានសន្តិភាពក៏ត្រូវបានបន្លឺឡើងបន្ទាប់ពីបរិសុទ្ធចំណាស់សក់ស្កូវម្នាក់នោះបានចេញបញ្ជាបានហើយភ្លាមនោះដែរស្រាប់តែមានឆ្មាំងការពារជាច្រើនដែលស្លៀកពាក់អាវពាសដាច់រាងដូចជាពស់គឺបានប្រញាល់ចេញពីភ្នំដែលនៅជុំវិញទីកន្លែងមួយនេះក្នុងខណៈពេលដែលពួកគេបានបង្ហាញខ្លួនឡើងនៅជុំវិញខ្លួនរបស់សៀវយានត្រឹមតែពី3ដង្ហើមតែប៉ុណ្ណោះដោយនៅក្នុងខណៈពេលនេះចំហាយធម្មពលជាច្រើនគឺត្រូវបានចាក់សោទៅលើរាងកាយរបស់សៀវយានចំណែកឯកៅផ្នែកដ៏ស្ងប់ស្ងាត់របស់សៀវយានក៏បានសង្កេតមើលទៅកាន់ឆ្មាំងពស់ដែលមានចំនួនជាង100នាក់ដែលកំពុងតែពាត់នៅជុំវិញខ្លួនប្រាណរបស់គេផងដែរហើយការភ្ញាក់ផ្អើលមួយក៏បានលេចឡើងនៅក្នុងចិត្តរបស់សៀវយានហើយនោះគឺដោយសារតែកងទ័ពបែបនេះសម្ព័ន្ធវិមានមេឃារបស់គេគឺមិនមាននោះឡើយប៉ាំងនៅក្នុងខណៈពេលដែលសៀវយានកំពុងតែមានការភ្ញាក់ផ្អើលចំពោះកងទ័ពដែលបានហុំព័ទ្ធនៅជុំវិញខ្លួនរបស់គេនោះភ្លាមស្រាប់តែមានអ្វីមួយគឺបានផ្ទុះនៅពីខាងក្រោមជើងរបស់គេហើយនោះគឺជាការបំផ្ទុះដើម្បីរត់គេចខ្លួនរបស់យ៉ាវសៀវធានហើយបន្តមកគេក៏បានប្រញាប់ហោះឡើងទៅលើផ្ទៃមេឃនៅក្នុងលក្ខណៈដ៏វេទនាខ្លាំងបំផុតបានហើយកៅភ្នែករបស់យ៉ាវសៀវធាននៅពេលនេះគឺប្រែទៅជាពណ៌ក្រហមនៅក្នុងខណៈពេលដែលគេបានសម្លឹងមើលទៅកាន់សៀវយានបន្តមកគេក៏បានក្រហមឡើងថាព្រឹទ្ធាចារ្យដែលនៅក្នុងកោសម្ព័ន្ធពោះថ្លាន់ធរណីទាំង9ទាំងអស់ឆាប់បង្កើតក្បួនពស់10000ហើយសម្រាប់អាចង្រៃម្នាក់នេះភ្លាមទៅបានហើយចំណែកឲ្យពួកព្រឹទ្ធាចារ្យទាំងអស់នៅពេលដែលពួកគេបានលើនៅសំឡេងក្រហមរបស់យ៉ាវសៀវធានហើយនោះពួកគេគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេគឺនៅតែគោរពតាមបញ្ជារបស់យ៉ាវសៀវធានភ្លាមនោះពួកគេក៏ចាប់ផ្ដើមពង្រាយគ្នាក្នុងខណៈពេលដែលពួកគេបានបញ្ចេញកម្លាំងដ៏អស្ចារ្យរបស់ពួកគេដើម្បីបង្កើតទៅជាក្បួនមួយដែលបានឃុំខ្លួនរបស់សៀវយាននៅខាងក្នុងក្បួនមួយនោះបានហើយនៅពេលដែលបានឃើញដូច្នេះហើយសៀវយានគេក៏បានជ្រួញចិញ្ចើមបន្តិចក្នុងខណៈពេលដែលគេបានងក់ក្បាលហើយក៏បានគិតថាសូម្បីតែវីរៈបុរសក៏មិនអាចតស៊ូជាមួយនឹងមនុស្សដែលមានចំនួនច្រើនបែបនេះបាននោះឡើយហើយម្យ៉ាងវិញទៀតនោះទីកន្លែងនេះគឺជាទីស្នាក់ការកណ្ដាលរបស់កោសម្ព័ន្ធពោះថ្លាន់ធរណីទាំង9ហើយដូច្នេះហើយវាគឺប្រកាសជាមានភាពលំបាកជាមិនខានសម្រាប់សៀវយានក្នុងការដែលត្រូវទប់ទល់ជាមួយនឹងការវាយប្រហារជាបន្តបែបនេះហើយម្យ៉ាងវិញទៀតនោះយ៉ាវសៀវធាននិងព្រឹទ្ធាចារ្យម្នាក់ដែលមានពណ៌ក្រហមភ្លឺនៅលើស្មារបស់គេគឺជាអិសរាជជនកម្រិតបរិសុទ្ធពិតប្រាកដហើយដូច្នេះហើយវាគឺប្រកាសជាមានភាពលំបាកខ្លាំងមែនទែនសម្រាប់សៀវយានក្នុងការដែលអាចដោះស្រាយនៅបញ្ហានៅថ្ងៃនេះបានបាទសូមអរគុណវីដេអូសង្ខេបសាច់រឿងនៅភាព 177A នៅថ្ងៃនេះក៏សូមស្លេះត្រឹមប៉ុណ្ណេះសិនរងចាំតាមដានទស្សនានៅភាគបន្តបាទហើយចំណែកឯភាគ B admin ក៏មិនហ៊ានសន្យាថាបានថ្ងៃណាឲ្យប្រកាសដែរក៏ប៉ុន្តែវាអាចនឹងយប់ថ្ងៃពុធបាទអញ្ចឹងដោយសារតែ admin រវល់ការងារអញ្ចឹងណាហើយដូច្នេះហើយក៏ឆ្លៀតពេលម្ដងបន្តិចដើម្បីធ្វើឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់អញ្ចឹង admin សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អំពីបញ្ហាមួយនេះបានហើយដូចគ្នាដែរមុននឹងបញ្ចប់វីដេអូខ្ញុំក៏សូមថ្លែងអំណរគុណទៅកាន់បងដែលគាត់បានជួយឧបត្ថម្ភដល់រូបខ្ញុំផងដែរបាទអញ្ចឹងអ្នកទី1ក៏មានឈ្មោះថា Brother Hong Seiha ក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$1.33សេនដោយក៏បាននិយាយថាថ្លៃទិញថ្នាំអញ្ចឹងណាបាទបាទអញ្ចឹងអរគុណ Brother ខ្លាំងមែនតើដែលបានជួយចេញថ្លៃថ្នាំពេទ្យបាទហើយអ្នកបន្តទៀតក៏មានឈ្មោះថាសិរីវត្តថារាក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន3សេនអរគុណខ្លាំងមែនតើបងចំណែកឯបងប្រុសបន្តទៀតក៏មានឈ្មោះថាអ៊ុនសុផាតក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$1អរគុណខ្លាំងមែនតើបងប្រុសបាទចំណែកឯបងប្រុសបន្តទៀតក៏មានឈ្មោះថាហុងចំរុនក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$1អរគុណបងប្រុសខ្លាំងមែនតើបាទបងប្រុសបាទហើយបងប្រុសបន្តទៀតក៏មានឈ្មោះថាមេងហៀក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន50សេនអរគុណខ្លាំងមែនតើបងប្រុសហើយចំណែកឯបងប្រុសបន្តទៀតក៏មានឈ្មោះថាចិនវងលុយក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$1ពិតជាអរគុណបងប្រុសខ្លាំងមែនតើដែលតែងតែជួយឧបត្ថម្ភមកកាន់រូបខ្ញុំកន្លងមកបាទហើយចំណែកឯបងបន្តទៀតក៏មានឈ្មោះថាឈឿនសុធិរាក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន57សេនពិតជាអរគុណបងខ្លាំងមែនតើបាទចំណែកឯបងបន្តទៀតក៏មានឈ្មោះថាហនច្រឹងក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន15សេនអរគុណបងខ្លាំងមែនតើបាទហើយក៏មានបងប្រុសបងស្រីដែលក៏បានជួយឧបត្ថម្ភជាលុយខ្មែរផងដែរដោយអ្នកទី1ក៏មានឈ្មោះថា Sister ស្រីអូនបាទគាត់តែងតែជួយឧបត្ថម្ភឲ្យខ្ញុំរហូតបាទដោយគាត់លើកនេះក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$4000រៀលគឺពិតជាអរគុណ Sister ខ្លាំងមែនតើបាទចំណែកឯបងបន្តទៀតក៏មានឈ្មោះថាគៀនសុកណាក់ក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$1680រៀលបាទពិតជាអរគុណបងប្រុសខ្លាំងមែនតើបាទគាត់យកលេខសំណាងអញ្ចឹងណា168បាទអញ្ចឹងសូមឲ្យបងហេងទាំងអស់គ្នាបាទហេងបាទហើយក៏មានបងបន្តទៀតក៏មានឈ្មោះថាមេងហ៊ូក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$1995រៀលបាទអញ្ចឹងគឺពិតជាអរគុណបងខ្លាំងមែនតើសម្រាប់ការឧបត្ថម្ភគ្រប់គ្រងចំណែកឯបងបន្តទៀតក៏មានឈ្មោះថាយ៉ែមសាជាឬក៏ច័ន្ទសៀវណៃបាទក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$10000រៀលហើយខ្ញុំអត់ដឹងថាគួរហៅបែបណាទេហៅទាំងពីរតែម្ដងទៅអញ្ចឹងគឺពិតជាអរគុណបងខ្លាំងមែនតើបាទពិតជាអរគុណធំខ្លាំងមែនតើ
បានហើយចំណែកឯអ្នកចុងក្រោយក៏មានឈ្មោះថា Sister ស្រីអូនទៀតហើយបានក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន 3000 រៀលបន្ថែមទៀតបាទអញ្ចឹងគឺពិតជាអរគុណ Sister ខ្លាំងមែនទែនបាទដែលបានឧបត្ថម្ភចំនួន2ដងហើយអញ្ចឹងគឺជូនពរឲ្យ Sister មានសុខភាពល្អហើយសម្រស់កាន់តែស្អាតតែម្ដងបាទអញ្ចឹងដូចគ្នាដែរខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនដែលតែងតែចំណាយនៅថវិកាផ្ទាល់ខ្លួនដើម្បីឧបត្ថម្ភដល់ខ្ញុំហើយចំណាយនៅពេលវេលាដ៏មានតម្លៃតាមដានស្ដាប់នៅវីដេអូរបស់ខ្ញុំទៀតបាទអញ្ចឹងខ្ញុំអត់មានពាក្យអ្វីច្រើននោះទេគឺមានតែពាក្យជូនពរឲ្យបងប្អូនទាំងអស់គ្នារកទទួលទីមានបានសុខភាពល្អសំណាងល្អប្រកបការងារអ្វីបានសមសម្រេចដោយសេចក្តីប្រាថ្នាទៅណាមុខណាមានសុខសុវត្ថិភាពហើយមានអ្នកស្រឡាញ់រាប់អានច្រើនបាទហើយក៏សូមជូនពរដល់បងវីរៈកងទ័ពដែលការពារនៅជួរមុខក៏ដូចជានៅជួរក្រោយក៏ដោយគឺសូមឲ្យមានសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយជាពិសេសនោះឈ្នះរអស់មានសត្រូវតែម្ដងបាទអញ្ចឹងដូចគ្នាដែរប្រសិនបើមានពេចកន្លែងណាខុសឆ្គងសូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសផងហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ